នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ថៃធ្វើការវាយប្រហារមកលើកម្ពុជាសារជាថ្មីផលប៉ះពាល់យ៉ាងដំណំនៅប្រទេសម៉ាឡេស៊ីដែលមាននាយករដ្ឋមន្ត្រីដូណាល់ត្រាំជាសាក្សីហើយយើងមិនតបតបើន័យថាយើងគោរពទៅតាមគោលការណ៍អន្តរជាតិទៅតាមច្បាប់អន្តរជាតិតែការគោរពរបស់យើងធ្វើត្រឹមតែ24ម៉ោងប៉ុណ្ណោះដោយសារតែយើងមិនអាចឈរមើលនៅទាហានប្រជាជនស្លូតត្រង់ត្រូវស្លាប់ដោយសារតែចោរសៀមវាយប្រហារមកលើពួកគាត់ផងដែរហើយផលប៉ះពាល់ដែលរងចេញពីសង្គ្រាមនេះមានដូចជាធ្វើឲ្យប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធការបិទនៅគ្រឹះស្ថានអប់រំមួយចំនួនហើយការជំនះប្រជាជនពីខេត្តដែលនៅជាប់ព្រំដែនមកកាន់ទីទួលសុវត្ថិភាពហើយបានទម្លាក់គ្រាប់មកចំប្រាសាទតាកបីដែលជាកេរមរតកពីបព្វបុរសខ្មែរយើងហើយក្នុងកលៈទេសៈនេះយើងក៏ឃើញថាប្រជាជនខ្មែរយើងពិតជាស្នេហាជាតិខ្លាំងណាស់គឺម្នាក់គាត់ព្យាយាមស្វាស្វែងប្រមូលនៅថវិកាផ្ទាល់ខ្លួនក៏ដូចជាការរៃអង្គាសពីសប្បុរសធម៌សប្បុរសជននានាដើម្បីជួយសង្គ្រោះទៅដល់ជនភៀសសាសទាំងឡាយកំពុងតែនៅតំបន់ទីទួលសុវត្ថិភាពក្នុងកលៈទេសៈនេះខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាត្រូវតែមានទឹកចិត្តមួយជួយគ្នាទៅវិញទៅមកកុំបាក់ទឹកចិត្តដរាបណាយើងរួមគ្នានោះយើងនឹងទទួលបាននៅជ័យជំនះមួយដ៏អធិកអធម